Các chiếc từ lơបញ្ហាឈឺចង្កេះដោយបញ្ហាគៀបសរសៃប្រសាទនៅតំបន់ឆ្អឹងកចង្កេះហ្នឹងតែមានរោគសញ្ញាឈឺចង្កេះលីងចាក់មកតាមតាគៀកចុះមកជើងខាងក្រោមវាទៅតាមតំបន់ដែលវាគៀបនៅលើឆ្អឹងកងនីមួយៗតែភាគច្រើននៅយើងជួបនេះគឺនៅលើ L4 L5 ដែលវាបង្ហាញឲ្យយើងឈឺនៅតាគៀកចាក់មកយកគង់មកស្មងជើងផ្នែកខាងមុខខាងក្នុងហ្នឹងធ្វើឲ្យយើងមានបញ្ហាខ្សោយទៅលើចលនាកជើងផងដែរដើរទៅវាខ្ជិលខ្ជិលហើយវាដីស្មើមិនដើរទៅវារលាកចុករោខ្លាំងពិបាករំក្នុងការធ្វើការរំខានការងារនិងការរស់នៅអញ្ចឹងការព្យាបាលវាសម្រាប់ទៅលើផ្នែកព្យាបាលចលនាវាមានប្រសិទ្ធភាពល្អប្រសើរទៅលើបញ្ហាមួយនេះវាមិនថាលឿនទេតែវាចំគោលដៅដែលយើងត្រូវដោះស្រាយទៅលើបញ្ហាមួយនេះយើងលេបថ្នាំវាបាត់នៅរោគសញ្ញាការជិះចាប់តែបញ្ហាដែលវាគៀបជាចម្បងយើងមិនបានដោះស្រាយវាបាត់សារធាតុថ្នាំអស់សារធាតុថ្នាំវានឹងឈឺឡើងមកវិញអញ្ចឹងគ្រូពេទ្យព្យាបាលចលនាបានព្យាបាលទៅលើបញ្ហានេះជោគជ័យច្រើនវាមិនជា 100% តែធ្វើឲ្យយើងយល់ដឹងពីបញ្ហាហ្នឹងហើយជៀសផុតពីការជិះចាប់ហ្នឹងបន្តទៀតតើតើមានការព្យាបាលដោយចលនាទៅលើបញ្ហាលើ L4 L5 វាមានអាចរលាកខ្លះអញ្ចឹងយើងប្រើទៅលើម៉ាស៊ីនមួយឬក៏យើងអាចប្រើទឹកកកស្អំនៅតំបន់ដែលរលាកហ្នឹង10ដល់15នាទីឬក៏យើងប្រើអ៊ុលត្រាសោនដើម្បីបំបត្តិរលាកនៅតំបន់ដែលវារលាកគៀបហ្នឹងបន្ទាប់មកយើងធ្វើការព្យាបាលដោយដៃមានន័យថាដោយបច្ចេកទេសនៃការព្យាបាលចលនាកម្រើកលើស្លាកឆ្អឹងដែលវាគៀបបន្ទន់ជីលិកាជុំវិញដូចជាសាច់ដុំនិងសរសៃចំណងដែលនៅជុំវិញស្លាកហ្នឹងឲ្យវាមានភាពខ្លាំងក្លាមកវិញនិងមានភាពខ្លាំងមកវិញបន្ទាប់ពីការព្យាបាលដោយដៃរួចបច្ចេកទេសដោយដៃរួចក៏យើងត្រូវមើលថាបច្ចេកទេសទាំងអស់ហ្នឹងវាបណ្ដាលឲ្យជីលធាតុជុំវិញហ្នឹងវាមានភាពស្អិតនៅបន្ទាប់មកបានយើងព្យាបាលដោយម៉ាស៊ីន traction ដែលជាម៉ាស៊ីនមួយមានមុខងារក្នុងការទាញមាលាទទៅលើឆ្អឹងកងដែលវាគៀបសង្កត់ទៅលើសរសៃប្រសាទ